សួស្តីទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នាដែលចង់រៀនវគ្គរចនាឬក៏បង្កើត website ជាមួយខ្ញុំ free ចាអញ្ចឹង channel YouTube នេះគឺខ្ញុំនឹងផុសមេរៀន free តាំងពីភាសា HTML CSS JavaScript Bootstrap Tailwind CSS ហើយក៏មាន jQuery ខ្លះៗដែរអញ្ចឹងដំបូងខ្ញុំសូមណែនាំខ្លួនសិនថាតើខ្ញុំជាពីណាគេអញ្ចឹងខ្ញុំរ៉ានី channel YouTube គឺ Rani NH ហើយបច្ចុប្បន្នខ្ញុំជានិស្សិត IT ប៉ុន្តែខ្ញុំរៀនចិត្តចប់ហើយមិនត្រឹមតែប៉ុណ្ណឹងទេខ្ញុំក៏ជាអ្នកដែលបរៀន short course និស្សិត IT ហ្នឹង ITE ឬក៏ Computer Science ហ្នឹងឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហើយ short course ដែលខ្ញុំមានបើកហ្នឹងគឺ course កូដដំបូង C Programming ហើយនឹង short course មួយទៀតគឺ course រចនានិងបង្កើត website លាយជាមួយនឹង UX UI design អញ្ចឹងបើសិនជាអ្នកនរគ្នាកំពុងមើលវីដេអូខ្ញុំនឹងចង់រៀន short course មួយណាជាមួយខ្ញុំអ្នកនរគ្នាក៏អាចតាក់ទងខ្ញុំតាមរយៈ Facebook page ខ្ញុំមួយនេះចា account TikTok ខ្ញុំមួយនេះឬក៏ខ្ញុំតែងតែដាក់ link Telegram ខ្ញុំនៅក្នុង description box ផ្សេងៗមិនថាផុសលើ TikTok Facebook page ឬក៏ YouTube ទេអញ្ចឹង short course ថ្នាក់រចនាបង្កើត website របស់ខ្ញុំ code មាន code អីគេខ្លះដែលនឹងត្រូវរៀន course ហ្នឹងណាចាអញ្ចឹងគឺមាន HTML ចា CSS Bootstrap Tailwind CSS JavaScript jQuery ចាហើយមានការ design លំហាត់បច្ចេកទេសផ្សេងៗទៀតបើសិនជាទាំងអស់គ្នាបានមើលវីដេអូហ្នឹងចាចាប់អារម្មណ៍ចង់រៀនក៏អាចតាក់ទង contact ខ្ញុំតាម link ដែលខ្ញុំដាក់នៅលើ description post នឹងបានផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទេ course ហ្នឹងមិនមែនរៀនបានត្រឹម code ទេUX UI design មេរៀនតាំងពីដំបូងក៏មាន free ជូនអ្នកទាំងអស់គ្នាដែរអញ្ចឹង course ហ្នឹងគឺចំណេញបានទាំង code ចាបានទាំង UX UI design វីដេអូទៀតអញ្ចឹងចំពោះ course របស់ខ្ញុំហ្នឹងបើសិនជាអ្នកគ្នារវល់ជាប់មកអត់បានរៀន online ជាមួយគ្រូក៏មានថ្នាក់វីដេអូសិក្សាដែរចាអញ្ចឹងថ្នាក់វីដេអូសិក្សាហ្នឹងក៏មានគ្រូចាំជួយ support អ្នកទាំងអស់គ្នាពេលដែលអ្នកគ្នាមានបញ្ហាឬក៏ error ដែរអញ្ចឹងទាំងអស់គ្នាអាចឆាតតាក់ទងមកបានចាហើយបើសិនជាចង់រៀន online short course នឹងដែរមិនថាថ្នាក់ CC Programming ឬក៏ថ្នាក់រចនាបង្កើត website លាយជាមួយនឹង UX UI design ទេតើគ្នាឆាតចូល Telegram ខ្ញុំទៅឬក៏បើសិនជាឃើញនៅលើ account TikTok ឆាតចូល account TikTok ខ្ញុំនឹងទៅខ្ញុំផ្ញើ link Telegram ឲ្យបើខ្ញុំផុសនៅលើ YouTube ក៏ខ្ញុំផុសនៅលើ Facebook page គឺខ្ញុំតែងតែដាក់ link Telegram ឲ្យអញ្ចឹងបើសិនជាអ្នកគ្នាចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែមអីចាអាចឆាតចូលបានហើយនេះវិញគឺជា QR link Telegram public group ទាំងអស់គ្នាក៏អាច join group នឹង free ដើម្បីឆែកមើលព័ត៌មានបន្ថែមក៏អីផ្សេងៗអញ្ចឹងអំពីការសិក្សាគ្រប់ course study របស់ខ្ញុំក៏ពេលខ្ញុំមានវីដេអូថ្មីចែកម្លែកពី IT អីក៏ខ្ញុំតម្លាក់ចូលទៅក្នុង public group ដែរចាហើយកុំភ្លេច follow account TikTok ខ្ញុំនឹងផងណាមិនត្រឹមតែប៉ុណ្ណឹងទេខ្ញុំក៏ជា content creator ដែលចែកម្លែក share តាក់ទងជាមួយនឹង IT ក៏ដូចជាផ្នែក coding អីផ្សេងៗហ្នឹងនៅលើ Facebook page ខ្ញុំមួយនេះ account TikTok ខ្ញុំទាំងពីរ account មួយនេះចាអញ្ចឹងក្រៅពីតន័យពីការបរៀនចា short course ផ្សេងៗខ្ញុំក៏ធ្វើវីដេអូចែកម្លែកដែរបើសិនទាំងអស់គ្នាចង់ទៅមើលវីដេអូចែកម្លែកផ្សេងៗក៏អាចទៅ follow Facebook page ខ្ញុំក៏ដូចជាទៅ follow account TikTok ខ្ញុំផងដែរចាហើយនិយាយពី short course របស់ខ្ញុំវិញថ្នាក់រចនានិងបង្កើត website ហ្នឹងអញ្ចឹងនៅក្នុងថ្នាក់របស់ខ្ញុំហ្នឹងគឺខ្ញុំមានទាំងថ្នាក់ code រចនាបង្កើត website មានទាំង UX UI design ទៀតអញ្ចឹងកញ្ចប់វគ្គហ្នឹងគឺពិសេសតែម្ដងអញ្ចឹង channel YouTube របស់ខ្ញុំហ្នឹងគឺវីដេអូដែលខ្ញុំសល់ពីការបរៀន online short course របស់ខ្ញុំតិចតួចមេរៀនអីតិចតួចសំខាន់ៗអញ្ចឹងខ្ញុំនឹងព្យាយាមផុសនៅលើ channel YouTube ទុកឲ្យអ្នកនរគ្នារៀន free ចាអញ្ចឹងទាំងអស់គ្នាអាចទៅមើលការបរៀនរបស់ខ្ញុំនៅលើ channel YouTube ខ្ញុំសិនទៅបើសិនជាការបរៀនរបស់ខ្ញុំល្អចាំតាក់ទងមកចោះឈ្មោះបងលុយរៀន short course របស់ខ្ញុំបន្ថែមទៀតតាមក្រោយក៏បានដែរអត់អីទេណាចាហើយវីដេអូមេរៀនដែលខ្ញុំលើកយកមកបរៀនផុសនៅក្នុង YouTube នេះមិនថាជា HTML CSS ក៏ JavaScript អីទេសុទ្ធតែជាវីដេអូដែលខ្ញុំធ្លាប់បានបរៀនកូនសិស្សនៅក្នុង short course របស់ខ្ញុំអញ្ចឹងណាហើយទាំងអស់គ្នាអាចចូលមើលបានហើយបើសិនជាពេញចិត្តជាមួយនឹងការបរៀនរបស់ខ្ញុំទាំងអស់គ្នាចង់ទៅរៀនបន្ថែមទៀតចាមានលំហាត់អនុវត្តមានគ្រូចាំជួយ support ជាប្រចាំថ្ងៃនៅក្នុងវគ្គខុសចា web design ហ្នឹងណាទាំងអស់គ្នាក៏អាចឆាតចូល Telegram ខ្ញុំដែរហើយខ្ញុំក៏មាន public group ដែរទាំងអស់គ្នាក៏អាច join free ដើម្បីមកឆែកមើលព័ត៌មានផងដែរតោះអញ្ចឹងយើងទៅទស្សនាការបរៀនរបស់ខ្ញុំទាំងអស់គ្នាហើយ subscribe channel YouTube ខ្ញុំនឹងឲ្យទៅមុខទៀតគឺនឹងផុសមេរៀនបន្តទៀតមិនថាថ្នាក់ website ឬក៏ថ្នាក់ code CC Programming ទេអញ្ចឹងថ្ងៃហ្នឹងគឺអ្នកគ្រូមកបញ្យល់ពួកយើងខ្លះពី website ដើម្បីធ្វើ website មួយគេត្រូវមានអីគេខ្លះគេត្រូវការអីខ្លះហើយអីគេជាផ្នែកសំខាន់នៅក្នុង website អញ្ចឹងដោយសារតែពួកយើងរៀនដល់ Bootstrap ហើយធ្វើបច្ចេកទី2ហើយគឺបច្ចេក Bootstrap ហើយថ្ងៃហ្នឹងអ្នកគ្រូបង្ហាញពីរបៀបមើល website មួយគេត្រូវការអីខ្លះហើយរបៀបcreate folder code ហើយរៀប file រៀបកូដបច្ចេកមិនឲ្យប្រៀបថាតម្រងអ្នកធ្វើការដោយសារពួកយើងចិត្តចប់ហើយរៀននៅយូរដែរតើនៅរៀន Bootstrap ហើយនៅរៀន Tailwind ហើយនៅរៀន JavaScript jQuery មួយខែទៀតបានចប់ពួកយើងនៅសល់មួយខែទៀតតោះអញ្ចឹងនេះគឺជា website Bootstrap
ចាខ្ញុំបានតម្លាក់ឲ្យពួកយើងដែរតាំងពីពួកយើង booster ដំបូងណាឥឡូវខ្ញុំបើក simple website មួយគឺខ្ញុំបើកទៅលើ website Zendo Cambodia អញ្ចឹងយើងចូល website គេហើយយើងមើលមកត្រួសទៅចាអស់ពីលើដល់ក្រោមទៅអញ្ចឹងនេះគឺជា website មួយដែលជាប្រភេទ website លក់ទំនិញលក់អវ៉ាន់លក់ស្បែកជើងលក់កាបូបអីអញ្ចឹងណាចាហើយយើងត្រូវទៅផ្ដោតលើផ្នែកសំខាន់បើសម្រាប់គេអ្នកធ្វើ web ហ្មងបើតែមើល website ហ្នឹងហើយគេដឹងថា website ហ្នឹងមានផ្នែកសំខាន់អីបាទអីតែពួកយើងអ្នកដែលទឹកទៅ start រៀនថ្មីទៅព្រៀន basic ទេយើងអត់ដឹងហើយថា website ហ្នឹងកន្លែងណាសំខាន់កន្លែងណាមិនសំខាន់ណាចឹងថ្ងៃហ្នឹងអ្នកគ្រូប្រាប់ពីរបៀបមើល website ហើយខ្លាចខែងនិយាយយើងរៀនចប់ទៅចេញធ្វើការទៅសម្ភារ HR សួរអត់ចេះឃើញណាអញ្ចឹងមើល website នេះមករូទៅគឺយើងឃើញបាត់ហើយបើសម្រាប់ខ្ញុំឃើញហើយដែលខ្ញុំធ្លាប់រៀនបានច្រើនเนาะអញ្ចឹងទី1យើងមើលទី1ដែលយើងឃើញមុនគេប្រអប់គឺផ្នែកខាងលើនេះចឹងយើងចំណាំមក website ជួរដែលនៅឡានខាងលើគេនេះគឺគេហៅថា header ឬក៏ navbar និយាយខ្លីហៅថាផ្នែកមនុយអញ្ចឹងមនុយគឺគេដាក់វាមុនគេប្រអប់នៅក្នុង website គឺនៅលើគេតែម្ដងយើងឃើញមួយជួរហ្នឹងណាអាហ្នឹងគេហៅថា header អ្នកខ្លះហៅថា navbar អ្នកខ្លះគេហៅថាមនុយតែភាគច្រើនមែនតើគឺគេហៅថាមនុយហើយភាគច្រើនមនុយហ្នឹងគឺជាកន្លែងដែលគេក្តោប website មួយទាំងមូលថានៅក្នុង website ហ្នឹងមាន page អីគេខ្លះតែឥឡូវយើងមើលមកខាងនេះខាងនេះគេហៅឆ្វេងដៃចាខាងនេះអញ្ចឹងយើងមើលកន្លែងហ្នឹងគឺផ្នែកមនុយ touch មនុយអក្សរហ្នឹងគឺគេមានផ្នែក woman man boy girl អញ្ចឹងយើងគ្រាន់តែអានខ្លីៗនេះយើងកាត់យកឲ្យថានៅក្នុង website ហ្នឹងគឺច្បាស់ជាមានអវ៉ាន់ហើយអវ៉ាន់ហ្នឹងគឺមានសម្រាប់ woman មនុស្សស្រី man បុរស boy ក្មេងប្រុសអីតិចតួចដល់ពេល girl សម្រាប់ក្មេងស្រីអីតិចតួចចឹងទៅឃើញអត់គឺគេដាក់ក្តោបវាមកបាត់ហើយនៅលើមនុយហ្នឹងហ៎ចឹងយើងកាត់យកមកបែរនៅក្នុង website ហ្នឹងគឺមានអវ៉ាន់ច្បាស់ជាមានអវ៉ាន់ទាំង4ប្រភេទធំៗនឹងឯងហើយភាគច្រើន website គឺគេដាក់មនុយនៅខាងឆ្វេងដៃមនុយហើយដល់គេមាន touch មានអីចឹងទៅតែ website Zendo គេ update បន្តិចគឺគេដាក់ logo នៅកណ្ដាលហើយ touch នៅខាងឆ្វេងដៃវិញតែភាគច្រើនមែនតើ logo គឺនៅខាងឆ្វេងដៃគេ website ហ៎អញ្ចឹងតែនេះគឺជាការ update style របស់គេទេអញ្ចឹងគេដាក់មិនក៏នៅលើផ្នែកមនុយនឹងដូចគ្នាចំណែកយើងក៏លេខមកខាងស្ដាំដៃគឺមានផ្នែក login ហើយនិងផ្នែក register អញ្ចឹងកន្លែង login ហើយ register ហ្នឹងសម្រាប់អ្នកដែលគាត់ធ្លាប់មាន account Zendo ហើយគាត់គ្រាន់តែចុច phone number password ទៅ login ចូលបានហើយតែបើសម្រាប់អ្នកថ្មីដូចយើងអាច register click register ទៅចា input first name last name number email អីទៅអាច register ចូល website គេបានហើយអាហ្នឹងសម្រាប់យើងចង់ទិញទំនិញនៅក្នុងហាងគេទាមទារឲ្យយើង register ព័ត៌មានខ្លះព្រោះគេចង់បានព័ត៌មានខ្លះគឺព្រោះតែដែលយើងទិញអវ៉ាន់ទៅគេខ្លាចពពួក fake ពួកអីអ្នកមកកអីអញ្ចឹងណាអញ្ចឹងគេទាមទារ email យើងពិតប្រាកដលេខយើងពិតប្រាកដអីចឹងទៅអញ្ចឹងនៅក្នុងផ្នែកមនុយហ្នឹងផ្នែក register ហើយនិង login គឺគេតែងតែដាក់វានៅលើគេប្រអស់ដែរចំណែកបន្ទាប់ពីផ្នែកមនុយគឺផ្នែកចាខាត button ខាតហ្នឹងភាគច្រើនមែនតើកន្លែងហ្នឹងគឺពេលដែលយើង click add អវ៉ាន់ហើយយើង add ទៅខាតមានន័យថាវាប្រៀបដូចជាកន្ត្រកអវ៉ាន់របស់យើងអញ្ចឹងបើយើងទៅឡើង shopping ផ្ទាល់គេមិនឲ្យកន្ត្រកយើងមួយដើម្បីដើរសារទៅអត់អញ្ចឹងពេលដែលយើងទិញអវ៉ាន់យើងមិនរើសដាក់កន្ត្រកទៅទេប៉ុន្តែនៅក្នុង website យើងក៏មានកន្ត្រកដែរគឺកន្លែងផ្នែក BTN ខាតហ្នឹងឃើញអត់បើយើងថាគ្នាខ្ញុំឆ្លាញ់ចាអាវប្រភេទនេះមួយអញ្ចឹងខ្ញុំបាន click add អញ្ចឹងអវ៉ាន់របស់ខ្ញុំហ្នឹងគឺបានចូលទៅក្នុងកន្ត្រកខាតហ្នឹងឯងនេះគឺមានតម្លៃប៉ុណ្ណឹងហើយតម្លៃប៉ុណ្នេះចាខាតមួយ size L មួយតម្លៃ$8អញ្ចឹងគេដាក់មកឲ្យតម្លៃស្រប$8អញ្ចឹងទៅឥឡូវខ្ញុំ delete វិញចាតោះអញ្ចឹងពេល delete ទៅអស់ហើយកន្ត្រកខ្ញុំមានអវ៉ាន់ទេអញ្ចឹងក៏គេដាក់វានៅលើនឹងដែរហើយចំណែកផ្នែកនេះគឺ notification តិចតួចចាមានន័យថាគេ discount គេមាន discount ក៏មាន voucher អីការបញ្ចុះតម្លៃអីគឺគេ alert នៅក្នុង notification website គេនឹងឲ្យយើងដឹងមកថាថ្ងៃហ្នឹង website ហ្នឹងគឺមាន discount មានតំណែងអីអញ្ចឹងណាគឺឲ្យយើងឆាប់បានឃើញមុនគេដើម្បីទៅមើលបាន discount ចឹងក៏គេដាក់វានៅលើគេហ្នឹងដែរដើម្បីអីគឺដើម្បីចាប់ចិត្តយើងអ្នកមើល website ហ្នឹងវាច្រើនអវ៉ាន់ពេលដែលយើងចង់ទិញយើងមិនត្រូវការអវ៉ាន់ discount អញ្ចឹងអាកន្លែង discount ឡើងអីហ្នឹងគឺគេដាក់វាមុនគេមកអ្នកឃើញអត់អ្នកគេបើក website នេះពឹបឃើញកន្លែង discount មក 30% 70% 60% អញ្ចឹងអាហ្នឹងគឺជាផ្នែកតាក់ទាញផ្នែកសំខាន់របស់ website គឺគេយកមកដាក់វានៅមុនគេមកបើក website មកឃើញបណ្ដោយចាមនុយហើយនឹងផ្នែក discount នេះអញ្ចឹងឃើញ website មួយគឺគេមានចំណុច
ចាប់អារម្មណ៍តិចតួចដែលពួកយើងអ្នករៀនមកពេលខ្លះយើងអត់ដឹងនេះតែសម្រាប់អ្នកធ្វើមកគឺគាត់ចាប់ដឹងដូចជា Sendo អញ្ចឹងបាក់លឹកមកគឺមានដូចជើង discount មានកៅអៅ discount បាត់អីឃើញអត់គេយើងអូសទៅលើបន្តិចថ្ងៃនេះគឺគេចង់បង្ហាញប្រាប់យើងថានៅក្នុង website គេហ្នឹងគឺមានដៃគូសហការ brand ផ្សេងៗសត្វតែ brand ល្បីៗដូចគេដែរអញ្ចឹងដូចជា Sendo, Tan Eleven ចា361ហ្នឹងគឺសត្វតែហាងលក់អវ៉ាន់នៅស្រុកខ្មែរដែលល្បីៗអញ្ចឹងខ្ញុំគិតថាគ្នាយើងស្គាល់ច្រើនហើយជាពិសេសមែនតើអ្នកដែលចូលចិត្តទៅលេង Eon អីគឺឃើញច្រើនហើយចាតែពេលយើងអស់មកលើទៀតគឺផ្នែកគេចាប់ផ្ដើមចាបង្ហាញយើងទៀតហើយថាពេលដែលយើងទៅទិញអវ៉ាន់កៅអៅគេហើយហ្នឹងវាជួយអីដល់យើងចាគឺគេបង្ហាញយើងមុនគេគឺគេបង្ហាញ lifestyle នេះមានន័យថាពេលដែលយើងទៅទិញអវ៉ាន់ពាក់កៅអៅឡែកគេគឺយើងអាចលេង style ចានេះជាប្រភេទ lifestyle ស្អាតៗបែបនេះក៏ style បែបនេះក៏ style បែបនេះឃើញ lifestyle គេដាក់ឲ្យយើងស្រាប់ដើម្បីឲ្យយើងមើលហើយយើងមានអារម្មណ៍ថាstyle កៅអៅគេស្អាតធ្វើឲ្យយើងចង់ទិញគឺយើងអស់តិចមកនេះគឺផ្នែក style សម្រាប់ស្រីហើយពួកយើងចំណាំមើល website មិនថានៅកន្លែងណាក៏ដោយស្រីគឺនៅជួរមុខជានិច្ចដើម្បីភាពតាក់ទាញអញ្ចឹងអាវ៉ាន់នេះ lifestyle នេះឃើញអត់គេដាក់ស្រីមុនហើយបន្ទាប់មកបានផ្នែកអាវ៉ាន់របស់ប្រុសឃើញអត់ពេលយើងទិញហាងគេទៅឃើញ lifestyle យើងមកគឺបែបនេះអញ្ចឹងទាំងអស់ហ្នឹងគឺជាភាពតាក់ទាញរបស់ website ឯងគឺគេដាក់ឃើញអត់ទៅពេលគេដាក់ lifestyle ដាក់អីឲ្យយើងឃើញស្អាតហើយចង់ក្រោយគេផ្នែក section បន្ទាប់អានេះគេហៅថាមួយ section ណាអ្នកគ្នាមកយើងឃើញមកពេញមួយ skin ហ្នឹងគេហៅថាមួយ section នេះ section website អញ្ចឹងបន្ទាប់ពីនឹងណាគឺគេដាក់ពីតម្លៃតំណែងឯងថានៅក្នុងហាងគេមានតំណែងអីខ្លះចាមានកបោកមានស្បែកជើងអីអញ្ចឹងមកចាអញ្ចឹងយើងចាប់អារម្មណ៍តំណែងណាយើងអាច click ទៅមើល detail មួយបានហើយយើងត្រូវចាំនៅក្នុង website ទាំងអស់ផ្នែកក្រុមគេនេះគឺគេហៅថាផ្នែក footer អញ្ចឹងផ្នែក footer ហ្នឹងគឺគេក្តោបព័ត៌មាន website ទាំងអស់ដែរហើយគឺវាបានលម្អិតជាមនុយគេដាក់ទៅចាស់កូលឯងតែនៅក្នុង footer គឺគេដាក់លម្អិតគេដាក់អីគេខ្លះចាគឺគេដាក់ផ្នែក social media គេមាន Facebook មាន Instagram មាន TikTok ចានេះ customer service គេគឺគេមាន service សម្រាប់ឆ្លើយសំណួរអ្នកគ្នាពេលមានបញ្ហាចាគឺគេមានទាំងអស់ហើយលេខ contact ចេះមានលេខទូរស័ព្ទ Telegram ហើយកន្លែងនេះគឺកន្លែង We concept ហ្នឹងមានន័យថាដៃគូធនាគារដែលគេសហការជាមួយនៅក្នុងការទិញអវ៉ាន់ហ្នឹងអ្នកគ្នាអាច pay តាម Visa card ABA ចាធនាគារវិញអីផ្សេងៗទៀតគឺគេដាក់លម្អិតទៅលើផ្នែក footer ហ្នឹងឯងអញ្ចឹងផ្នែកសំខាន់របស់ website ក៏មានអីច្រើនណាស់គឺមនុយផ្នែក page ដែលយើងឃើញមុនគេហ្នឹងចាហើយផ្នែក section រហូតផ្នែកបដា category ចង់ក្រោយគេគឺមនុយសំដៅគឺ footer គឺតែងតែនៅក្រុមគេជានិច្ចអត់ដែលមាន website ណាយក footer មកដាក់លើគេទេឬក៏មកដាក់កណ្ដាលគេទេគឺខុសឆ្គងបាត់ហើយចឹងនេះយើងតពី website នៅតនៅអូខេតាឆ្លើយខ្លះមកដល់ទៅសញ្ញាអញ្ចឹងតន់ខ្លះនេះគ្រូអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅត្រូវយល់ណាក្នុងនាមយើងជាអ្នកសរសេរកូដ website យើងត្រូវតែយល់ឲ្យស្គាល់ពី website ច្បាស់ព្រោះយើងអ្នក developer បើយើងអត់ស្គាល់ពីចំណុចអស់ហ្នឹងខ្មាស់គេគេសោចេះតន់យើង